bà đi bà xem rệp số bóng ôn là sẽ lạnh mà tô thông được ọc nè bà ngày nay nhung xe cái lướt tốt mũi đầm bay bóng ôn xong chạy lùi nông ca sự vinh một tô mà hay dương dương phơ này cứ đầm bay cắt thoi ca chẳng nai xongรับmột tô để miền thông tắc á nè để miền có con gần hà thông tắcបែបនេះអញ្ចឹងសម្រាប់ការផ្លាស់ប្ដូរទឹកស្អំបងប្អូនការផ្លាស់ប្ដូរទឹកស្អំគឺបងប្អូនតែងតែប្ដូរគិតជាគីឡូប៉ុន្តែការប្ដូរគិតជាគីឡូនេះខ្ញុំគិតថាមិនត្រឹមត្រូវទេបងប្អូនព្យាយាមក្នុងការនៅពេលដែលប្ដូរទឹកស្អំបងប្អូនឲ្យគេ check សិនបើមិនអញ្ចឹងទេបងប្អូនអាចចំណាយលុយច្រើនហើយអាចនឹងខុសគោលដៅដែរតែបងប្អូនសម្បូរលុយអាហ្នឹងខ្ញុំមិនដឹងទេតែបើយើងសេលថវិកាហើយយើងប្រើប្រាស់មានប្រសិទ្ធភាពបងប្អូនអាចយកទឹកស្អំនេះមកវាស់សិនបើសិនបើនៅក្នុងកម្រិតដែលអាចប្រើបានយើងប្រើសិនតែបើសិនវាធ្លាក់គុណភាពចាំយើងបដូរបងប្អូនអញ្ចឹងបើបដូរទឹកស្អំនេះម្ដងដូចជា$35ដែរហើយសម្រាប់បទពិសោធន៍ខ្ញុំជាក់ស្ដែងខ្ញុំជិះនេះវា40000គីឡូជាងឯងបងប្អូនតែខ្ញុំអត់តន់បដូរដោយសារខ្ញុំវាស់ទៅវានៅកម្រិតគុណភាពអាចទទួលយកបានព្រោះទឹកស្អំប្រភេទម៉ូតូ off road ឬក៏ U Sport ដូចយើងនេះវាមិនប្រើកម្ដៅខ្លាំងដូចពពួកsport ពពួក sport ហ្នឹងបងប្អូនអញ្ចឹងគុណភាពវានៅអាចទទួលយកបានអញ្ចឹងចំណុចនេះមួយក៏អាចជួយសន្សំចាយបងប្អូនក្នុងការផ្លាស់ប្ដូរទឹកស្អំដែរបាទហ្នឹងហើយថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងបាទអរគុណ